សួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំមកធ្វើវីដេអូបង្ហាញអំពីរបៀបយើងដាក់លុយចូលក្នុង account ដោយសារមានបងប្អូនយើងមួយចំនួនគាត់តែងតែយល់ច្រឡំដាក់លុយទៅខ្ញុំក៏អត់ឃើញចូលដោយសារអីវាចូលក្នុងនេះ USD wallet នេះអញ្ចឹងយើងត្រូវចេះ select account ឲ្យត្រូវដាក់ចូលក្នុង account trading ហើយបើយើងដាក់ចូលនឹងហើយក៏វាអត់បាត់តាណាដែរយើងចូល transfer ចូល account trade យើងទៅឥឡូវខ្ញុំបង្ហាញអំពីរបៀបដាក់លុយអញ្ចឹងយើងចូលទៅ finance នេះយើងមើល key term មាន deposit មានតែដាក់លុយ withdrawal យើងដកinternal transfer មានន័យថាយើងផ្ញើផ្ទេរនៅក្នុង CRM របស់យើងផ្ញើពី USD wallet ចូល trading account ពី trading account ទៅ USD wallet វិញអញ្ចឹងទៅអត់មានកាត់ fee ទេឥឡូវយើងចង់ដាក់យើងយកពាក្យថា deposit ណាហើយខ្ញុំបញ្ជាក់ក្នុងទៀតអានេះគឺយើងរើសយក KUSD ដោយសារលុយនៅខ្មែរយើងត្រូវដាក់អញ្ចឹងណាមកប្រទេសផ្សេងគេយកអីផ្សេងៗអញ្ចឹងទៅអូខេហើយឥឡូវខ្ញុំដាក់ឧទាហរណ៍ដាក់$20ដោយសារខ្ញុំត្រូវធ្វើវីដេអូបង្ហាញពីរបៀបដកទៀតក្រុមហ៊ុន update ដកចាប់ពី$20ឡើងទៅមិនដកបានឥឡូវអញ្ចឹងបើយើងដាក់$10ក៏ដាក់បានដែរតែឥឡូវខ្ញុំដាក់20ទៅអញ្ចឹងយកពាក្យ confirm បញ្ជាក់នោះទៀត deposit ហើយ deposit amount យើងដាក់លុយចំនួនដែលយើងចង់ដាក់ហើយបន្ទាប់មករើសអានេះយក KUSD មើលនេះយើងចង់ដាក់ទៅណាឥឡូវឧទាហរណ៍ថាខ្ញុំចង់ដាក់ចូលក្នុង CM ដាក់ចូលក្នុង USD wallet នេះមកចាំខ្ញុំបង្ហាញពីរបៀប internal transfer ទៀតបើយើងអត់បានរើសដាក់ចូល account trade ឲ្យត្រឹមត្រូវឥឡូវឧទាហរណ៍ខ្ញុំចង់ដាក់ចូល account មួយណាក្នុងចំណោម account នេះណាអញ្ចឹងយើង select យក account ហ្នឹងទៅអញ្ចឹងយើងដាក់ទៅវា direct ចូលទៅ account trade យើងហ្មងចូល account នៅក្នុង MT5 យើងហ្មងប៉ុន្តែបើយើងអត់បានរើសអាហ្នឹងទេវា auto វា default វាដាក់ចូលនៅក្នុងអានេះ USD wallet នេះវានឹងចូលមកលុយនៅកន្លែងនេះអញ្ចឹងឥឡូវខ្ញុំសាកដាក់មកដើម្បីឲ្យវាចូលទៅក្នុងនឹងសិនហើយខ្ញុំបង្ហាញពីរបៀប transfer ពីអាហ្នឹងទៅចូលក្នុង account trade យើងណានេះខ្ញុំយកពី internal transfer នៅទីទៀតអញ្ចឹងឥឡូវខ្ញុំយក deposit amount 20 KUSD តោះមកខ្ញុំយកពាក្យ confirm ហើយឥឡូវក្រុមហ៊ុន update ឲ្យយើងដាក់តាម payment gateway អញ្ចឹងយើងយកកន្លែង internet banking នេះគេឲ្យយើង pay តាម ABA គេមាន QR code របស់គេនេះគេ payment gateway អញ្ចឹងយកពាក្យ pay now ដោយសារកន្លែងនេះជាទូទៅអាចនឹង error ម្ដងសិនអញ្ចឹងឲ្យចុចម្ដងទៀតហើយយក pay now ទៅនេះគេឲ្យ QR code មកហើយទាំងអស់គ្នាត្រូវបញ្ជាក់ឲ្យច្បាស់មើលឈ្មោះឲ្យច្បាស់សិនគេដាក់ថា bank name Advance Bank of Asia បើនៅតែធនាគារ ABA គេដាក់វងកញ្ចក់ account holder name មើលឈ្មោះផង Luxury James Co Ltd account number ដូចគេដាក់ឲ្យយើងទេនេះឡើយនេះប៉ុន្តែ QR code នឹង scan ទៅវានឹងដាក់ឲ្យយើងដាក់ថា LX ចាំមើលពេលយើង scan ហើយចាំខ្ញុំដាក់ប្រតិបត្តិការនឹងឲ្យមើលអូខេហើយគេឲ្យយើងនឹង upload payment slip ហ្នឹងក្នុងរយៈពេល30នាទីនេះគេចាប់ដើម countdown នេះអញ្ចឹងបើយើងធ្វើយឺតជាងរយៈពេល30នាទីយើងត្រូវធ្វើសារថ្មីវាអត់បានទេអញ្ចឹងឥឡូវខ្ញុំ scan តាម QR code នឹងចូលណាខ្ញុំបាច់កាត់វីដេអូហ្នឹងហ្មងខ្ញុំធ្វើសម្រាយឲ្យខ្លីអីឲ្យវែងចុះប៉ុន្តែឲ្យងាយយល់អញ្ចឹងឥឡូវខ្ញុំផ្សាយទៅ$20ពី ABA ខ្ញុំទៅហើយដោយសារខ្ញុំផ្ទេរពីទូរស័ព្ទទៅអានេះខ្ញុំថតនៅកុំព្យូទ័រអញ្ចឹងឥឡូវខ្ញុំផ្ញើប្រតិបត្តិការហ្នឹងចូលទៅក្នុងកុំព្យូទ័រខ្ញុំដើម្បី upload ចូលដោយសារខ្ញុំប្រើ iMac ហើយនឹងទូរស័ព្ទខ្ញុំ Apple ដែរអញ្ចឹងវាចូលវាមាន AirDrop នេះផ្ញើទៅហើយអញ្ចឹងវាចូលមកនេះ$20ខ្ញុំបញ្ជាក់ដល់ទៀតនេះឃើញទេ seller គេដាក់ LX ហើយអាហ្នឹងត្រូវផ្ញើពី account របស់យើងទៅខ្ញុំបញ្ជាក់ឥឡូវនេះមួយទៀតបើ account របស់យើងមិនមែនឈ្មោះរបស់យើងទេយកឈ្មោះអ្នកផ្សេងទៅផ្ញើក៏អត់បានទេណាបើន័យថា third party បុគ្គលទី3ឧទាហរណ៍ថាខ្ញុំឈ្មោះចន្ទថាអញ្ចឹងទៅហើយដល់ពេលយក account ប្រពន្ធខ្ញុំឈ្មោះរចនាយកទៅផ្ញើលុយចូលទៅក្នុងអាហ្នឹង$20ក៏គេអត់ទទួលដែរណាបញ្ជាក់ឲ្យត្រូវតែឈ្មោះរបស់យើងធនាគាររបស់យើងផ្ញើទៅបានគេទទួលអូខេអញ្ចឹងខ្ញុំចូលមកនេះវិញយើង upload អា pay slip ដែលយើងផ្ទេរប្រាក់ទៅគេមិញហ្នឹង click here to upload មកបន្ទាប់មកនេះអារូបរបស់ខ្ញុំមិញហ្នឹងវានៅក្នុង download នេះបើយើងទូរស័ព្ទបើយើងធ្វើតាមទូរស័ព្ទយើង save វាដាក់នៅក្នុង photo យើងមកណាវាដូចតែគ្នាទេបងប្អូនអាចនឹងយល់ខ្ញុំជឿថាចំណុចហ្នឹងមិនពិបាកយល់ទេដោយសារតែខ្ញុំធ្វើតាមកុំព្យូទ័រខ្ញុំថត screen ឲ្យមើលណាអញ្ចឹងយកពាក្យ open មកអញ្ចឹងអា payment slip ហ្នឹងវា upload ចូលមកនេះឃើញ payment slip មិញបន្ទាប់មកយើងយកពាក្យថា payment transfer អញ្ចឹងទៅគេដាក់ថា you have successfully deposit យើងបានដាក់លុយចូលជោគជ័យហើយលុយដែលយើងដាក់ចូលទៅចំនួន20 USD លុយដុល្លារណាអូខេអញ្ចឹងវានឹង load មកចូលនៅក្នុងអានេះហើយទៀតវា load ចូលមកហើយចាំខ្ញុំ stop វីដេអូនឹងមួយសិនចាំខ្ញុំបង្ហាញអំពីរបៀបផ្ទេរលុយពីអាហ្នឹងចូលទៅក្នុង account trade យើង
ចាំតិចទៀតខ្ញុំ refresh អានេះឲ្យឃើញលុយ$20នៅនេះសិនណាឥឡូវបច្ចុប្បន្នរបស់លុយរបស់ខ្ញុំ$22.34 សេនចឹងតិចទៀតឃើញលុយនឹងឡើងដល់$22.34ឡើយចឹងខ្ញុំ refresh ណានេះឃើញទេដាក់មិញហ្នឹងចូលភ្លាមហ្មងអូខេចឹងឥឡូវខ្ញុំ stop វីដេអូនឹងមួយសិនដើម្បីកុំឲ្យវែងពេកហើយវីដេអូបន្ទាប់ទៀតខ្ញុំនឹងបង្ហាញអំពីរបៀប transfer ពីអាលុយហ្នឹងដាក់ចូលទៅក្នុង account trade របស់យើងចូលក្នុង MT5 អូខេជួបគ្នាវីដេអូក្រោយ